តាមពិតទៅអ្វីដែលគេហៅស្មារតីជាតិនិយមសម្រាប់ខ្លួនខ្ញុំនៅពេលដែលពេលឱកាសដែលខ្ញុំបានទៅរៀនហ្នឹងខ្ញុំគិតថាអរគុណសម្រាប់ការផ្ដល់ឱកាសទៅអញ្ចឹងចង់យកអាចចំណេះជំនាញទាំងអស់ហ្នឹងមកជួយស្រុកខ្មែរហើយជួយដំបូងគាត់ថាគាត់តែជួយលក្ខណៈគ្រួសារអីទៅជួយទេបន្តទៅធ្វើទៅវាចេះតែមានការគ្រប់គ្រងច្រើនទៅបាទបងជម្រាបសួរបងខ្ញុំអត់ដឹងស្មានថាខ្មែរយើងអាចផលិតបានជីសរីរាង្គរោងចក្រធំយ៉ាងហ្នឹងសោះបាទហើយចង់ដឹងថាបងតស៊ូអាវិស័យហ្នឹងប្រហែលឆ្នាំហើយបងអូយ៉ាពេល10ឆ្នាំជាងតាំង2013មកហើយយើងផលិតហ្នឹងបង2013បងហើយមួយទៀតចង់ដឹងថាម៉េចឲ្យបងចេះផលិតជីហ្នឹងតាមពិតយើងរៀនបានចំណេះជំនាញហ្នឹងមកពីខាងក្រៅដែលខ្ញុំបានបួក scholarship ពេញពីនៅស្រុកខ្មែរទៅរៀននៅស្រុកក្រៅទៅហើយត្រឡប់មកវិញយើងស្រឡាញ់យើងចូលចិត្តនៅលើវិស័យកសិកម្មហ្នឹងជាពិសេសយើងដំបូងខ្ញុំធ្វើគ្រាន់តែចិត្តថាធ្វើយ៉ាងម៉េចដើម្បីឲ្យកាត់បន្ថយការនាំចូលទេតែយើងចាប់ផ្ដើមយើងមានទស្សនវិស័យរបៀបអញ្ចឹងពីព្រោះអាជីធម្មជាតិនេះបើមែនតើទៅវាអត់មានអីស្រុកមួយចំនួនវាអាចឲ្យនាំចូលទេដោយសារតែវាគេហៅថាកាកសំណល់បាទអញ្ចឹងតែយើងគិតថាខ្មែរយើងអាចធ្វើបានទៅហើយខ្ញុំឃើញការនាំចូលច្រើនការពីចាប់ដើមដំបូងមកចុះបងការបងរៀននៅខាងប្រទេសណាអូពួកខ្ញុំតាមទៅនេះបាទជំនាញមែនតើខ្ញុំមកពីអូស្ត្រាលីបាទចុះបងចេះពីអូស្ត្រាលីហើយមកខ្មែរទៅអីទៀតនៅស្រុកនេះគឺដណ្ដាប់កណ្ដួសណាស់ប្រជាជនមិនសូវយកចិត្តទុកដាក់មួយអ្នកផលិតក្នុងស្រុកទេតាមពិតទៅអ្វីដែលគេហៅស្មារតីជាតិនិយមសម្រាប់ខ្លួនខ្ញុំនៅពេលដែលពេលឱកាសដែលខ្ញុំបានទៅរៀនហ្នឹងខ្ញុំគិតថាអរគុណសម្រាប់ការផ្ដល់ឱកាសទៅអញ្ចឹងចង់យកអាចចំណេះជំនាញទាំងអស់ហ្នឹងមកជួយស្រុកខ្មែរហើយជួយដំបូងគាត់ថាគាត់តែជួយលក្ខណៈគ្រួសារអីទៅជួយទេបន្តទៅធ្វើទៅវាចេះតែមានការគ្រប់គ្រងច្រើនទៅអញ្ចឹងបាទប្រសើរទឹកចិត្តបងដែរខ្ញុំឃើញម្ចាស់សិប្បកម្មឬក៏ម្ចាស់រោងចក្រធំដែលខ្មែរយើងរៀននៅស្រុកគេជាច្រើនគឺកម្រមកស្រុកខ្មែរផលិតឲ្យបែបបែបនេះចែកចាយដល់ប្រជាជនណាហើយក៏ចូលរួមសោកស្ដាយឥឡូវហ្នឹងដែរពីព្រោះអីកសិករមួយចំនួនគឺគាត់នៅតែមានចិត្តមួយស្រឡាញ់របស់នាំចូលឲ្យប្រើគីមីជាច្រើនហើយបានផលិតបន្លែឬក៏ផ្លែឈើមកឲ្យប្រជាជនញ៉ាំសិតតែគីមីក៏អាចយល់ពីសេរីរាង្គសោះបាទហ្នឹងហើយមានវិធានការមកយើងមែនតើយើងបានព្យាយាមរយៈពេល10ឆ្នាំអ្វីដែលពួកយើងលក់ហ្នឹងមែនតើទៅសម្រាប់ជីសេរីរាង្គលើកលែងតែគាត់ប្រើទៅតាមក្បួនខ្នាតបានវាជោគជ័យហើយបើសិនគាត់ប្រើដូចត្រឡប់គាត់ធម្មតាដែលគាត់ប្រើធ្លាប់ប្រើគីមីមកបេហើយយកធម្មជាតិទៅដាក់មកបេដែរហ្នឹងអាហ្នឹងក៏អត់ជោគជ័យទេអញ្ចឹងហើយនៅពេលដែលគាត់ពេលខ្លះគាត់ស្រឡាញ់ដែរគាត់ចាប់ផ្ដើមសាកល្បងប៉ុន្តែគាត់ភាគច្រើនគាត់អត់សូវយល់អញ្ចឹងសម្រាប់ក្រុមហ៊ុនហ៊ុយយុនដែលយើងបានធ្វើ10ឆ្នាំជាងនេះគឺអ្វីដែលសំខាន់ជាងគេគឺដើរបញ្យល់ឲ្យគាត់យល់ហើយនៅពេលដែលការយល់ទៅគាត់ប្រើទៅគាត់មានគេហៅថាគាត់បានផលដល់ពេលបានផលគាត់ចេះតែបន្តទៅអញ្ចឹងហើយដែលកន្លងមកមានក្រុមហ៊ុនមកផ្សេងទៀតដែលគាត់ចាប់ដើមធ្វើមកចូលខាងសេរីរាង្គហ្នឹងជាច្រើនគាត់ច្រើនថាគាត់ចេះតែលក់ឲ្យតបអ្នកប្រើទៅហើយអ្នកប្រើគាត់បាក់ហ្មងនៅពេលប្រើហើយស្រាប់តែវាអត់ព្រមល្អដូចអាចិត្តគាត់អញ្ចឹងទៅអញ្ចឹងគាត់ឈប់លៀមបើឈប់ទៅអញ្ចឹងឈប់ទៅឈប់មកហើយអាទឹកចិត្តតតែអ្នកដែលស្រឡាញ់បែបធម្មជាតិដែរពីព្រោះអាការប្រែប្រួលការប្រើប្រាស់ហ្នឹងការប្រែប្រួលពណ៌វាអត់ដូចគីមីទេអញ្ចឹងវាតតែយើងបែបរបៀបចិត្តមុនហើយស្រឡាញ់ធម្មជាតិដែរបានអាចនេះឬក៏គាត់ស្រឡាញ់សុខភាពទៅដល់អ្នកប្រើប្រាស់ជាពិសេសគឺកសិករដែលទទួលបានមកគាត់គិតថាចង់ឲ្យអ្នកទទួលទានមានសុខភាពល្អដែរអារម្មណ៍ទាំងអស់ហ្នឹងដែលគាត់អាចប្រើគីមីធម្មជាតិនឹងបានប្រទេសយើងនៅយល់ដឹងតិចបងកាលណាដាក់ជីគីមីវាបានផលច្រើនជាងតែគាត់អត់គិតថានៅពេលដែលប្រជាជនខ្មែរប្រើប្រាស់ប៉ះពាល់សុខភាពហើយមួយទៀតគឺនាំលុយចេញទៅស្រុកគេទាំងអស់យកលុយទៅទិញគីមីគេយកមកប្រើក្នុងប្រទេសខ្មែរតែប៉ុន្តែគាត់ចង់ស្រួលខ្ញុំជឿថាគាត់ស្រួលប៉ុន្តែគាត់ប្រទេសយើងលុយរឿងមួយទេក្រមែនប៉ុន្តែមានលុយទៅទិញអីវ៉ាន់គេហើយអាងដល់ពេលផលិតមកថ្លៃដើមខ្ពស់តំណែងខ្ពស់លក់មិនចាញ់អាងស្រែកអាងស្រែកបាទប៉ុន្តែវាពេលច្រើនដោយសារកណ្ដាលយើងធ្វើតូចតម្លៃដើមវាខ្ពស់ហើយប៉ុន្តែបើយើងធ្វើខ្នាតកាន់តែធំអីចឹងទៅជាក់ស្ដែងបាទដោយការដំបូងខ្ញុំប្រើកម្លាំងកម្មករច្រើនអញ្ចឹងទៅដល់ឥឡូវនេះខ្ញុំប្រើម៉ាស៊ីនទំនើបអញ្ចឹងទៅវាធ្វើឲ្យអាតម្លៃកាត់បន្ថយមកទៀតអាទាំងអស់បានវាទៅរួចអញ្ចឹងអ្នកដែលកើតមកដំបូងដែលយើងផលិតដំបូងទូហ្នឹងវាច្រើនបើគាត់ឆ្លងផុតតែ3-4ឆ្នាំ
អាហ្នឹងគាត់នៅបានហើយគាត់ថា3 4ឆ្នាំអត់ទៅរួចទេដឹងតែបិទសាប៊ូទៅក្រៅអីផ្សេងវិញទៀត អត់មានអីចំណេញទេអញ្ចឹង បាទ ហើយទៅចុងក្រោយមានសូមអំពាវនាវឲ្យបងប្អូនកសិករទាំងអស់យល់ដឹងពីជីសរីរាង្គឲ្យបានច្រើនហើយការគ្រប់គ្រងជីសរីរាង្គហ្នឹងឲ្យច្រើនមែនទែនទី1សុខភាពប្រជាជនទី2កាត់បន្ថយថ្លៃដើមកុំឲ្យគាត់ចាយលុយច្រើនទៅលើការថែទាំផលិតផលគាត់កុំចង់តែស្រួលដល់ពេលងាប់តែខ្មែរទេ មកតែខ្មែរ តែប៉ុណ្្នឹងឯង បាទអរគុណបងអរគុណ